តោះឥឡូវយើងចាប់ផ្ដើម install Docker អញ្ចឹងខ្ញុំវាយ command apt install Docker ហើយនឹង Docker Compose អូខេអញ្ចឹងវាកំពុងតែចាប់ផ្ដើម install ហើយអ្វីដែលខ្ញុំកំពុងធ្វើនេះខ្ញុំកំពុងតែ remote ទៅ Ubuntu server នៅក្នុង VMware Workstation នេះហើយ remote តាមកម្មវិធី SSH កម្មវិធី Secure CRT ហើយយើង SSH ទៅ Ubuntu server ហ្នឹងអូខេឡើងចាំមានតិចទៅវាកំពុងតែចាប់ផ្ដើម install Dockerអូខេអញ្ចឹងយើង install complete ហើយប៉ុន្តែមុននឹងយើងប្រើបានយើងត្រូវ start Docker ហើយនឹង enable Docker សិនមុននឹងប្រើបានអូខេអញ្ចឹងយើង start Docker ហ្នឹងមកហើយបន្ទាប់មកវាយ command មួយទៀត systemctl enable Docker អូខេបន្ទាប់មកយើងចង់ដឹងថាមាន image ឬក៏ container នៅយើងអាចវាយ command ទៅ docker ps អូខេអញ្ចឹងនៅលើនេះគឺវាចេញតាជា header ទេប៉ុន្តែអត់ទាន់មាន image ឬក៏ container ទេអញ្ចឹងដំបូងខ្ញុំ install Portainer ដើម្បីមាន interface ដើម្បីប្រើ control docker ឬក៏ image ឬក៏ volume មួយអញ្ចឹងណាអូខេអញ្ចឹងដើម្បី install Portainer យើងត្រូវបង្កើត folder Portainer ដែលភាគច្រើនខ្ញុំប្រើ compose file អញ្ចឹងខ្ញុំបង្កើត folder មួយមក Portainer អូខេហើយខ្ញុំ cd ទៅ Portainer ហ្នឹងតបមកយើងបង្កើតដោយសារតែខ្ញុំមាន compose file របស់ខ្ញុំហើយអញ្ចឹងខ្ញុំគ្រាន់តែទាញចូលទេហើយដើម្បីទាញចូលខ្ញុំប្រើកម្មវិធី WinSCP ដើម្បីយើង transfer ពី computer របស់យើងទៅ server Ubuntu នឹងដោយងាយស្រួលអញ្ចឹងនេះគឺខ្ញុំកំពុងតែ log in ទៅ remote ចូលហើយខ្ញុំ refresh មិញគឺ Portainer ដែលខ្ញុំបង្កើតមិញគឺវានឹង load មកនេះអូខេអញ្ចឹងខ្ញុំចូលទៅ Portainer ហ្នឹងហើយខ្ញុំទៅដើររក Portainer ដែលនៅក្នុងនេះអូខេអញ្ចឹងខ្ញុំមាន folder Portainer នៅលើ computer របស់ខ្ញុំហើយអ្វីដែលខ្ញុំចង់បានគឺខ្ញុំចង់បានតែ docker compose .yml ទេដើម្បីទាញចូលទៅPortainer នៅលើ Ubuntu អូខេអញ្ចឹងយើងចង់ verify បន្តិចមើលមានថាខ្ញុំមានអីខ្លះអញ្ចឹង script វាតិចមួយទេហើយយើងប្រើ docker version 3ដែល service គឺយើងប្រើ service Portainer ហើយ image Portainer latest ចុងក្រោយនេះហើយនេះគឺជា container name ដែលយើងឲ្យឈ្មោះវាថា Portainer restart and stop នេះគឺមានថាវានឹង restart ពេលដែលវាមានបញ្ហាមួយអញ្ចឹងណាហើយ port នេះគឺជា port សម្រាប់ login ទៅ container port 8000ហើយនេះគឺជា port SSL ហើយនេះគឺជា volume របស់វាអូខេនេះអូខេអញ្ចឹងប៉ុណ្ណឹងបន្ទាប់ពីប៉ុណ្ណឹងហើយយើងចូលទៅ secure CRT វិញដើម្បីមើលអញ្ចឹងខ្ញុំ ls មើលអូខេអញ្ចឹងពេលដែលខ្ញុំ ls មើលគឺនេះកន្លែងនេះគឺដែលយើងរុញចូលមិញហ្នឹងណាអញ្ចឹងយើងអាច cat មើលបានចង់ថាក្នុងហ្នឹងគេសរសេរខ្លះអូខេអញ្ចឹងគឺសរសេរមានប៉ុណ្ណឹងឯងដែលខ្ញុំបង្ហាញមិញហ្នឹងអូខេអញ្ចឹងដើម្បីទាញជា image ហ្នឹងបានយើងត្រូវវាយ command docker
post app.d អញ្ចឹងពេលដែលយើងវាយ command មួយហ្នឹងវានឹងទៅ pull container ចេញមកអ្វីដែលយើងបានសរសេរលើ compose file មកអញ្ចឹងនេះអូខេនេះគឺវាកំពុងតែ download image ចឹងបើសិនជាអ៊ីនធឺណិតអ្នកទាំងអស់គ្នាដើរលឿនវាក៏ download លឿនតែម្ដងដែរអូខេអញ្ចឹងគឺដានណានេះអូខេអញ្ចឹងយើងអាចមើល docker ps យើងមើល docker ps អូខេខ្ញុំ zoom អូខេអញ្ចឹង docker ps យើងនឹងចេញ container id របស់វាហើយនេះគឺជា image របស់វាអូខេយើងទៅបង្កើតមែនទេ17សេកុនហើយ starter app ហើយ port 80 port 8000ហើយឈ្មោះវាគឺ port tenor អូខេឥឡូវបន្ទាប់ពីយើង install យើងដាក់ docker ps មើលហើយយើងឃើញ port tenor បាន install ហើយនឹង app ហើយអញ្ចឹងយើង access ទៅ web ឥឡូវខ្ញុំ access តាម web port 9443អូខេhttps អូខេអញ្ចឹងយើងពេលដែលយើង run ទៅលើ web browser port 9443យើងឃើញផ្ទាំងមួយហើយផ្ទាំងដំបូងវាគេឲ្យយើងដាក់ password ថ្មីវាឲ្យដាក់12ខ្ទង់អញ្ចឹងយើង login ទៅដល់ខាងក្នុង port tenor នេះយើងឃើញមាន home យើងឃើញមាន local របស់យើងហើយមាន stake របស់មួយ stake មួយនេះគឺ stake យើងធ្វើ compose file មួយហ្នឹងគឺ port tenor ហើយ container របស់យើងគឺមានមួយគឺ port tenor នឹងឯងកំពុងតែ running ហើយ image របស់យើងក៏មានមួយដែរគឺ port tenor ដែលយើង download មិញហ្នឹងហើយសម្រាប់ network ក៏យើងមាន network port tenor មួយដែរហើយនេះគឺជា IP របស់វាហើយ volume ក៏យើងមានមួយដែរអូខេអញ្ចឹងសម្រាប់ port tenor គឺមានប៉ុណ្្នឹងឯងហើយវីដេអូក្រោយខ្ញុំនឹងបង្ហាញពីការដាក់ docker ផ្សេងៗទៀតមានដូចជា Savage Grafana Elastic អញ្ចឹងខ្ញុំនឹងបង្ហាញនៅវីដេអូក្រោយទៀតហើយនេះគឺជាការចែកម្លែកវីដេអូទេសម្រាប់អ្នកដែលចង់ដឹងអំពី docker ឬក៏របៀបនៃការ control ផ្សេងៗអាចមើលវីដេអូនេះបាន